បាទសួស្តីបងប្អូនឆ្នាំថ្មីយើងមានដំណឹងល្អថ្មីសម្រាប់បងជាងដែលគាត់ចង់ចេះជួសជុលសាប់ឡានឬក៏ដំឡើងសាប់ឡានថ្មីឬក៏បាសធម្មតា5 6ទឹក20ទឹកអីយើងមានទទួលបង្រៀនណាហើយការបង្រៀនហ្នឹងយើងគិតជាកញ្ចប់បងប្អូនទទួលបានទី1គឺយើងបានចំណេះពិតប្រាកដពីខាងយើងទៅណាបាទមិនមែនថាខ្ញុំចេះ10ខ្ញុំលាក់អីឲ្យបងប្អូនតែ8ទេដល់បងប្អូនចេះទៅផ្ទេឲ្យអ្នកផ្សេងទៀតទៅជា6តទៅវាបាត់អាការយើងចេះពេញលេញហ្នឹងវាទៅជាស្ទើរអ្នកដែលចង់ក្រោយបងអស់ណាខាងយើងនេះគឺអត់ទេបាទបើសិនតែបងប្អូនរៀនយកលុយបងប្អូនគឺផ្ទេអស់តិចនិចយើងប្រាប់ពីរបៀបមើលតាក់ទិចលក្ខណៈយើងជួបឧបសគ្គអីផ្សេងហើយរឿងដំឡើងក្របស័ព្ទវាមិនសូវជាបញ្ហាធ្ងន់ទេបញ្ហាបំផុតគឺបងប្អូនជួសជុលហើយនឹងចេះមើលចេះស្វែងយល់ពីតិចនិចរបស់វារឿងហ្នឹងយើងត្រូវតែចេះដាច់ខាតបើសិនជាយើងអត់មានក្របស័ព្ទដំឡើងថ្មីដូចខ្ញុំចេះទេអញ្ចឹងយើងត្រូវជួសជុលហើយអញ្ចឹងបងប្អូនដែលគាត់ចង់ចេះជួសជុលលក្ខណៈថាជាងវាយធុងបាសជាងចង់ចេះដំឡើងជួសជុលខ្លួនឯងមិនបាច់ហត់ទៅឲ្យជាងគាត់ចំណាយពេលយូរអស់លុយច្រើនយើងចង់ចេះជុលចោះចង់ចប់មកហ្នឹងណាចង់ចេះជួសជុលខ្លួនឯងបងប្អូនអាចមករៀនជាមួយខ្ញុំបានហើយយើងគិតជាកញ្ចប់ហ្នឹងដូចខ្ញុំនិយាយពីខាងលើហ្នឹងទី1យើងចេះបានពិតប្រាកដបាទយើងអត់លាក់តម្រេះទេហើយទី2យើងទទួលបាននៅគ្រឿង accessory មួយចំនួនសម្រាប់ការជួសជុលនិងដំឡើងហើយទី3ដែលលយជាងគេទៀតហ្នឹងមកកញ្ចប់ហ្នឹងគឺយើងទទួលបានសាប់3ទឹកមួយគូណា3ទឹកមួយគូហ្នឹងមិនមែនមេដែកមួយជាន់2ជាន់ទេគឺមេដែក3ជាន់ណាបាទហើយខ្ញុំលាក់សិនថាមេដែកប៉ុណ្ណាណាបានមេដែក3ជាន់មួយគូហើយយើងបាន solo ហើយនឹងកាវគ្រឿងផ្សេងទៀតជំនួយនឹងការជួសជុលនិងដំឡើងណាដោយអានេះសាប់នេះអញ្ចឹងសាប់ឲ្យខ្ញុំដំឡើងថ្មីហើយម៉ាកយីហោរបស់ខ្ញុំបងប្អូនធ្លាប់ឃើញខ្ញុំផុសហើយដែរម៉ាករបស់ខ្ញុំគឺ SK Sound ណាបាទនេះ SK Sound by Speaker Sound បាទនេះគឺជាម៉ាកយីហោរបស់ខ្ញុំសាប់ណាអញ្ចឹងខ្ញុំបានរៀបចំធ្វើរួចជាស្រេចសម្រាប់2ទឹកកន្លះអានេះចំពោះ2ទឹកកន្លះ3ទឹក4ទឹកបាទហើយមាន5ទឹកបាទអញ្ចឹងសាប់ឡានយើងធ្លាប់ដំឡើងគ្រប់ប្រភេទហើយការជួសជុលក៏យើងធ្លាប់ជួបគ្រប់ប្រភេទដែរអញ្ចឹងខ្ញុំហ៊ានទទួលយកលុយពីបងប្អូនមិនឲ្យបងប្អូនយកទៅផ្ទះវិញបាទចាយលុយខ្ញុំមកកញ្ចប់ហើយបានតែវ៉ាន់ប៉ុណ្ណឹងអត់ចេះទេណាបាទហើយយើងប្រឹក្សារហូតដល់បងប្អូនលេងចង់សួរខ្ញុំណាបាទហើយនេះដូចជាគ្រឿងកន្លើតអីយើងត្រូវប្រើប៉ុណ្ណាជាមួយមេដែកប៉ុណ្ណាបាទទំហំប៉ុណ្ណាយើងត្រូវវាស់របៀបណាហើយអាម៉ារ៉ា Spider ហ្នឹងយើងគួរតែប្រើកម្រិតប្រមាណជាន់បាទជាមួយសាប់ប៉ុណ្ណឹងយើងដាក់ប្រមាណជាន់ហើយយើងដាក់របៀបណាហើយមួយជាន់2ជាន់គេដាក់របៀបណា3ជាន់គេដាក់របៀបណាអាហ្នឹងវាសិតតែមានវិធីសាស្ត្រនិងតិចនិចហើយបើសិនជា Spider ផ្សេងក្រៅ Spider ដែលខុសគ្នាតើយើងអាចប្រើបានឬអត់បាទហើយបើសិនជាក្រងវាខុសគ្នាយើងអាចប្រើបានឬអត់ហើយបើសិនជាមេដែករាក់មេដែកតូចមេដែកធំតើយើងគួរប្រើជាមួយសាប្រភេទណាហើយកន្លើតប៉ុណ្ណាបាទកន្លើតខ្លីកន្លើតវែងលួសតិចឬក៏លួសច្រើនអាហ្នឹងចាំបាច់បងប្អូនត្រូវតែយល់ត្រូវចេះនៅពេលដែលបងប្អូនរៀនយើងនឹងយល់យើងចេះដឹងពីចំណុចទាំងអស់ហ្នឹងតែម្ដងណាបាទអញ្ចឹងបើសិនបងប្អូនចាប់អារម្មណ៍ខ្ញុំដាក់លេខទូរស័ព្ទទីតាំងហើយ Telegram បងប្អូនអាចឆាតក៏បាន Telegram Facebook Page ឬក៏ TikTok អីបងប្អូនអាចទាក់ទងខ្ញុំបានណាបាទ